សួស្តីបងប្អូនទី12ទាំងអស់គ្នាដែលត្រៀមប្រឡងបាក់ឌុបឆ្នាំ2026នេះអញ្ចឹងថ្ងៃនេះយើងមកកែ limit ដែលធ្លាប់ចេញប្រឡងកាលពីឆ្នាំ2024ណាថ្នាក់វិទ្យាសាស្ត្រអូខេយើងមើល limit យើងd limit x កចិត្ត0នៃគេ sin x ដក sin x cos x លើ x គីបអញ្ចឹងដំបូងយើងជំនួសវាសិនតើវាចូលរៀងគេរៀងមិនកំណត់ឬក៏កំណត់ណាបាទអញ្ចឹង x កចិត្ត0ជំនួស0ចូលគឺ sin 0ដក sin 0 cos 0លើ0គីបអញ្ចឹងយើងដឹងហើយ sin 0គឺ0អានេះ0គុណនឹងប៉ុន្មានគុណនឹង1លើ0អញ្ចឹងចម្លើយយើងគឺ0លើ0អញ្ចឹងដាក់មកគឺរៀងអីគេរៀង0លើ0បាទអូខេបន្តមកទៀតយើងមើលតើអាខាងលើនេះមានអីដូចគ្នាភាគយកនេះមាន sin x អានេះមាន sin x អញ្ចឹងយើងអាចចាប់វាជាកតាបានអញ្ចឹងគឺ limit x កចិត្ត0នៃអី sin x កតាឲ្យ1ដក cos x អូខេលើ x គីបអូខេអញ្ចឹងកន្លែងនេះយើងអាចធ្វើតាមច្រើនរបៀបតាមវិធីណាក៏បានដែរកន្លែងនេះយើងអាចប្របែក x គីបយើងអាចប្របែក x គុណ x ការ៉េទៅអានេះ x sin x លើ x យើងបាន1អញ្ចឹងអានេះបានគេ1ដក cos x អញ្ចឹងឯនេះលោកគ្រូគុណនឹងកសោមឆ្លាស់របស់ឲ្យគេ1ដក cos x គឺ1បូក cos x អញ្ចឹងបានគេ sin x 1ដក cos x គុណនឹង1បូក cos x អញ្ចឹងអាក្រោមគុណអាលើក៏គុណដែរអញ្ចឹង x គីបគុណនឹង1បូក cos x អញ្ចឹងយើងចូលប្រមូលនេះគេនេះ a ដក b គេថា a បូក b អញ្ចឹងស្មើគេ a ការ៉េដក b ការ៉េអញ្ចឹងយើងបាននេះគេ1ការ៉េដក cos ការ៉េ x តែ cos ការ៉េ1ការ៉េយើងគឺប្រហែល1ដក cos ការ៉េ x អញ្ចឹងបានគេ1ដក cos ការ៉េ x វាស្មើនឹង sin ការ៉េ x អញ្ចឹងដាក់យកតែម្ដងមកកន្លែងហ្នឹងយើងអាចកាត់បន្តិចបានណាបាទអញ្ចឹង limit x ខិតជិត0ឬក៏យើងមិនកាត់ក៏បានដែរយើងអាចដាក់ថា sin x គុណនឹង1ដក cos ការ៉េ x លើ x គីបគុណនឹង1បូក cos x បាទអញ្ចឹងឥឡូវទៀតស្មើអី limit x ខិតជិត0នៃគេ sin x គុណនឹង sin ការ៉េ x លើ x គីបបូក1 cos x អញ្ចឹងអានេះ sin នេះគឺ sin ស្វ័យគុណ1ស្វ័យគុណ1នេះគុណនឹងស្វ័យគុណ2ទៅបាន sin ស្វ័យគុណ3អញ្ចឹងយើងអាចប្របែកបានឡើយនេះដាក់ថា limit x ខិតជិត0នោះគឺ sin គីប x ហើយទេអញ្ចឹងយើងអាចដាក់ចេះគឺ sin x លើ x ទាំងអស់ហ្នឹងគីបគុណនឹងអី1លើ1បូក cos x អញ្ចឹងបានគេអញ្ចឹងយើងជំនួសចូលឡើយនេះគឺអានេះចូលរូបមន្តហើយគឺ1គីបគុណនឹង1លើ1បូក cos 0អញ្ចឹង cos 0គឺ1ណាអញ្ចឹងម្ដុំនេះចេញអីម្ដុំចេញ1មក1បាន2 1គុណនឹង1លើ2អញ្ចឹងបាន1លើ2ជាចម្លើយបាទអញ្ចឹងវីដេអូនេះយើងកែតែ limit ប៉ុណ្ណឹងទេបើសិនជាបងប្អូនមានចម្ងល់អីអាច comment ខាងក្រោមវីដេអូនេះបានយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ